ពាក្យភាសាចិនដែលយើងប្រើប្រចាំថ្ងៃនៅពេលដែលយើងងុយគេងជំរាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាថ្មីជាមួយខ្ញុំកំហុយនៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីពាក្យនិងឃ្លាភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃគឺតាក់ទងទៅនឹងសកម្មភាពនៃការគេងតោះបងប្អូនមករៀនជាមួយគ្នាពាក្យទី1គឺខុនមានន័យថាងុយគេងខុនងុយគេងតាហាឈៀនមានន័យថាឆ្ងាបតាហាឈៀនឆ្ងាបតាខឺស៊ុយមានន័យថាគេងងក់តាខឺស៊ុយគេងងក់សៀវស៊ុយមានន័យថាគេងមួយស្របក់សៀវស៊ុយគេងមួយស្របក់អោយាមានន័យថាដាច់យប់អោយាដាច់យប់ចោស៊ុយមានន័យថាឆាប់ចូលគេងឬក៏គេងពីប្រលប់ចោស៊ុយឆាប់ចូលគេងឬក៏គេងពីប្រលប់វ៉ានស៊ុយគឺមានន័យថាចូលគេងយប់ជ្រៅវ៉ានស៊ុយចូលគេងយប់ជ្រៅស៊ុយតើចោមានន័យថាគេងលក់ស៊ុយតើចោគេងលក់ស៊ុយពុចោមានន័យថាគេងមិនលក់ស៊ុយពុចោគេងមិនលក់ស៊ុយតើហោគឺមានន័យថាគេងលក់ស្រួលស៊ុយតើហោគេងលក់ស្រួលស៊ុយពុហោមានន័យថាគេងអត់ស្រួលខ្លួនស៊ុយពុហោគេងអត់ស្រួលខ្លួនស៊ុយតើប៉ោគឺមានន័យថាគេងឆ្អែតស៊ុយតើប៉ោគេងឆ្អែតស៊ុយពុប៉ោគឺមានន័យថាគេងអត់ឆ្អែតស៊ុយពុប៉ោគេងអត់ឆ្អែតចោឈីគឺមានន័យថាឆាប់ក្រោកពីគេងឬក៏ងើបពីព្រលឹមចោឈីឆាប់ក្រោកពីគេងឬក៏ងើបពីព្រលឹមស៊ុយកក់ថោគឺមានន័យថាគេងហួសម៉ោងស៊ុយកក់ថោគេងហួសម៉ោងស៊ុយឡានចោមានន័យថាគេងត្រមួកស៊ុយឡានចោគេងត្រមួកចោសិងមានន័យថាដាស់ចោសិងដាស់ហើយមេជីងសិងគឺមានន័យថាមិនទាន់ស្វាងហើយមេជីងសិងមិនទាន់ស្វាងសិនឡានយ៉ោមានន័យថាពាត់ខ្លួនសិនឡានយ៉ោពាត់ខ្លួនតែចៃចាមានន័យថាសំងំនៅផ្ទះតែចៃចាសំងំនៅផ្ទះភីជន់គឺមានន័យថាអស់កម្លាំងភីជន់អស់កម្លាំងថោស៊ុយមានន័យថាលួចគេងថោស៊ុយលួចគេងឋានស៊ុយគឺមានន័យថាទំប់គេងឋានស៊ុយទំប់គេងភូឆងមានន័យថារៀបចំក្រែគេងបាទសម្រាប់វីដេអូនេះគឺបានបញ្ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះគឺនឹងមានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងរៀនភាសាចិនហើយបងប្អូនទាំងអស់គ្នាសូមជួយចុច Subscribe Channel របស់ខ្ញុំនេះម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូមេរៀនភាសាចិនថ្មីៗក្រោយៗទៀតសូមអរគុណច្រើនបងប្អូនទាំងអស់គ្នានិងចាំជួបគ្នានៅវីដេអូបន្តទៀត